នៅក្នុងប្រទេសកម្ពុជាការទៅវត្តគឺជាប្រពៃណីដ៏មានតម្លៃនិងមានអត្ថន័យដ៏ជ្រាលជ្រៅវត្តអារាមគឺជាសាលាសាសនាដ៏ស្រស់ស្អាតដែលក្រុមគ្រួសារប្រជាជនខ្មែរយើងតែងមកជួបជុំគ្នាដើម្បីគោរពទៅដល់បុព្វការីជនរបស់ពួកគេនៅក្នុងកន្លែងស្ងប់ស្ងាត់នេះពួកគេអុជធូបនិងអធិដ្ឋានបួងសួងដែលបង្កើតបរិយាកាសដ៏ស្ងប់ស្ងាត់ដែលពោរពេញទៅដោយការគោរពផងដែរព្រះសង្ឃដែលមានបញ្ញាមានតួនាទីសំខាន់ក្នុងការណែនាំឧបាសកឧបាសិកាឲ្យអនុវត្តពិធីបូជានានាព្រះសង្ឃចែករំលែកឲ្យដឹងអំពីសេចក្តីសោកសៅនិងផ្ដល់ពរជ័យដើម្បីជួយឲ្យអ្នករាល់គ្នាមានអារម្មណ៍តជាប់ជាមួយនឹងអតីតកាលរបស់គ្រួសារនិងជីវិតវិញ្ញាណរបស់ខ្លួនវិញ្ញាណនិរដ្ឋធម្មវកលាំងកលាំងយថាទុននេនកោបាឡោគេវបចេតកោចរាំងអេវ៉ាំងជារាជមជ្ឈអាយងបាចេពិបានណាំងញោមជាបរោះនេះចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលចម្រើនក្នុងពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខប្រតិញាទាំងឡាយគ្រប់គ្នាធាសោថៃប្រវត្តិទេសុស្ដីទាំងឡាយចូលមានដល់ញោមឲ្យបានសពការសពវេលាបរិយាកាសក្នុងវត្តគឺស្ងប់ស្ងាត់និងវិសុទ្ធដែលមានក្លិនធូបឈ្ងុយផ្អែមបំពេញភាយអាកាសនិងសំឡេងអធិដ្ឋានដ៏ស្រទន់បង្កើតបរិយាកាសដ៏សុខសាន្តកន្លែងសាសនានេះអាចឲ្យមនុស្សគ្រប់រូបសម្លឹងមើលទៅអតីតកាលនិងបង្ហាញការដឹងគុណនិងរកសេចក្តីសុខប្រពៃណីនេះជួយពង្រឹងសម្ព័ន្ធមិត្តភាពរវាងអតីតកាលនិងបច្ចុប្បន្នកាលដោយផ្ដល់ក្តីនិងអត្ថន័យនៃភាពបន្តបន្ទាប់និងក្តីសង្ឃឹមចំពោះអនាគតតាមរយៈពេលវេលានៃការឆ្លុះបញ្ចាំងនិងអធិដ្ឋានបួងសួងក្រុមគ្រួសារគោរពដល់បុព្វការីជនរបស់ពួកគេហើយបន្តតម្លៃប្រពៃណីដែលបានរៀបចំជីវិតរបស់ពួកគេ